ដីព្យាយាមហើយមកសោយព្រះកយ៉ាទៀនធ្វើមិននឹងអាចត្រាស់ដឹងបានទៅពិតមែនហើយលោកក៏ដញ្ញាព្រានលោកមានវ័យច្រើនជាងពួកយើងឆ្ងាយណាស់តើលោកយល់ឃើញធ្វើយ៉ាងណាល្អទៅបើដូច្នេះក៏មករងចាំប្រណិប័តក៏គ្មានប្រយោជន៍ដែរពួកយើងគួរតែនាំគ្នាចេញពីទីនេះទៅដល់ថ្ងៃក្នុងរាត្រីខែថ្ងៃ14កើតខែពិសាខណៈដែលព្រះពោធិសត្វទ្រង់ផ្ទុំលួចនោះក្នុងពេលទៀបភ្លឺទ្រង់បានឃើញសុបិននិមិត្តផ្សេង5ប្រការពេលទ្រង់តានអំពីព្រះបន្ទុំហើយក៏ចាប់ផ្ដើមទូទាយទៅតាមលំដាប់ថា 1. ព្រះអង្គនឹងត្រាស់ដឹងជាព្រះពុទ្ធជាព្រះសម្មាសម្ពុទ្ធ 2. ព្រះអង្គនឹងបានប្រកាសសច្ចធម៌ដល់ទេវតានិងមនុស្សទាំងឡាយ 3. មនុស្សម្នាទាំងឡាយនឹងមកកាន់សំណាក់ព្រះអង្គហើយនឹងកើតព្រះពុទ្ធព្រះធម៌និងព្រះសង្ឃ 4. មនុស្សម្នាគ្រប់ជនជាតិវណ្ណៈកាលមកកាន់សំណាក់ព្រះអង្គហើយនឹងបានសម្រេចធម៌ខ្ពង់ខ្ពស់ស្មើគ្នា 5. មនុស្សម្នាគ្រប់ទិសទីនាំគ្នាបង្អោនថ្វាយលាភសក្ការៈដោយសេចក្តីជ្រះថ្លាតែព្រះអង្គក៏មិនមានព្រះតីប្រកាន់មមលាភសក្ការៈទាំងនោះឡើយឲ្យកើតជាមន្ទិលសូម្បីតែសតិ